យកំពុងបើកការហ្វឹកហាត់យោធារួមទ្រង់ទ្រាយធំនៅខេត្តឈៀងម៉ៃប្រទេសថៃដោយដាក់បញ្ចូលការបង្វឹកសង្គ្រាមទ័ពព្រៃការវាយលុកតំបន់ភ្នំការសម្រូតខ្លួនពីជំរាលភ្នំការសង្គ្រោះទីហ៊ានរងរបួសក្នុងសមរភូមិនិងការរៀនរស់ក្នុងព្រៃសម្យុទ្ធដែលមានឈ្មោះថា Strike 2026 ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី15ដល់ថ្ងៃទី18ខែឧសភានៅមូលដ្ឋានកងទ័ពពិសេសទី5ក្នុងខេត្តឈៀងម៉ៃដោយមានការចូលរួមពីកងទ័ពពិសេសរបស់ថៃនិងកងទ័ពរំដោះប្រជាជនចិនមកពីបញ្ជាការភូមិភាគខាងត្បូងភាគីថៃអះអាងថា Strike 2026 មានគោលបំណងពង្រឹងសមត្ថភាពប្រតិបត្តិការរួមនិងបង្កើនការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពនៃប្រទេសទាំងពីរ Strike គឺជាសម្ពាធយោធារួមដែលចិននិងថៃធ្វើជាប្រចាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខណៈទំនាក់ទំនងយោធារវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅក្រៅពីការហ្វឹកហាត់រួមថៃក៏បានទិញអាវុធនិងបច្ចេកវិទ្យាយោធាពីចិនជាបន្តបន្ទាប់រួមទាំងរថក្រោះ VT4 នាវាមុជទឹកនិងប្រព័ន្ធការពារផ្លូវអាកាសមួយចំនួនផងដែរការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងថៃនិងចិនកំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងនៅក្នុងតំបន់ខណៈដែលអាស៊ីអាគ្នេយ៍ក្លាយជាតំបន់ប្រកួតប្រជែងឥទ្ធិពលរវាងចិននិងសហរដ្ឋអាមេរិកបើទោះបីជាថៃជាសម្ព័ន្ធមិត្តយោធាចាស់របស់អាមេរិកក៏ដោយប៉ុន្តែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងបាងកកបានពង្រីកទំនាក់ទំនងយោធានិងសន្តិសុខជាមួយទីក្រុងប៉េកាំងកាន់តែខ្លាំងឡើងក្នុងវិស័យសេដ្ឋកិច្ចវិញចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់ថៃនិងជាប្រភពទេសចរចម្បងនៃសេដ្ឋកិច្ចរបស់ខ្លួនប្រទេសទាំងពីរក៏កំពុងតែជំរុញគម្រោងផ្លូវដែកល្បឿនលឿនដែលជាផ្នែកមួយនៃគំនិតដូចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ទីក្រុងប៉េកាំងផងដែរខ្ញុំរស់សុធាពី News Today NTTVអង្គរ Sprayer ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិស្នាដៃកូនខ្មែរបង្កើតឡើងដោយក្រុមហ៊ុនអង្គរ Green និងទទួលផលិតគ្រឿងចក្រកសិកម្មផ្សេងទៀតអង្គរ Green រួមគ្នាអភិវឌ្ឍនិងធ្វើទំនើបកម្មកសិកម្ម